សូមជម្រាបសួរទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីច្បាប់ជាអ្វីរបស់យើងលោកនាងកញ្ញាជារៀងរាល់សប្តាហ៍លោកនាងតែងតែទស្សនានៅកម្មវិធីច្បាប់ជាអ្វីដោយមានការអន្តរាគមន៍ពីអាដាមជុំកុសលហើយនឹងលោកមេធាវីគីអ៊ីវនិងលោកមេធាវីគៀឆៃដែលជាសមាជិកគណៈមេធាវីនៃប្រជាជាតិកម្ពុជាលោកនាងកញ្ញាជារៀងរាល់សប្តាហ៍កម្មវិធីច្បាប់ជាអ្វីតែងតែលើកយកនៅប្រធានបទសំខាន់ដែលជាបច្ចុប្បន្នភាពសំខាន់នៅក្នុងប្រទេសដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលមានបញ្ហាពាក់ព័ន្ធទៅនឹងប្រព័ន្ធផ្នែកច្បាប់និងរឿងក្តីក្តាំងមួយចំនួនហើយទោះបីជាយ៉ាងណាក៏ដោយកម្មវិធីផ្នែកច្បាប់តែងតែលើកយកនៅលើឧទាហរណ៍តកតងទៅនឹងការវិវត្តទៅនឹងការរកវិធីដោះស្រាយនានានៅប្រព័ន្ធផ្នែកច្បាប់ហើយជារៀងរាល់សប្តាហ៍នោះលោកនាងនឹងអាចទទួលបាននៅព័ត៌មាននឹងការយល់ដឹងមួយចំនួនផ្នែកច្បាប់នេះក៏តែសប្តាហ៍នេះរៀងពិសេសបន្តិចនៅត្រង់ថាប្រជាជនមួយចំនួនដែលធ្លាប់មានក្តីក្តាំងលោកកាត់ទុកមិនអស់ចិត្តនៅក្នុងការបានទទួលនៅសារក្រមនៅរឿងក្តីរបស់ប្រជាពលរដ្ឋហើយលោកមិនអស់ចិត្តនៅត្រង់ថាតើលោកគួរធ្វើអ្វីនៅពេលដែលពួកគាត់ចាញ់ក្តីហើយមិនដឹងថាតើគួរតែទៅរកផ្នែកណាជួយអន្តរាគមន៍និងបន្តរឿងក្តីរបស់លោកនៅក្នុងពេលនេះយើងនឹងលើកយកនៅប្រធានបទថ្មីមួយទៀតដែលតាក់ទងទៅនឹងតើនៅពេលណាយើងអាចប្តឹងឧទ្ធរណ៍បានហើយតើមានភាគីណាខ្លះដែលនឹងចាត់ការតាក់ទងទៅនឹងបណ្ដឹងទាំងនោះនៅក្នុងពេលនេះលោកមេធាវីគីអ៊ីវដែលជាសមាជិកនៃគណៈមេធាវីនៃប្រជាជាតិកម្ពុជានឹងឆ្លើយតបនៅសំណួររបស់នាងខ្ញុំដែលលោកបានត្រៀមរួចជាស្រេចផងដែរថាតើគួរតែមាននីតិវិធីបែបណាតើនរណាខ្លះដែលអាចទៅប្តឹងនៅឧទ្ធរណ៍បានហើយតើប្តឹងនៅពេលណាចាសសូមជម្រាបសួរលោកមេធាវីបាទជំរាបសួរចាសសូមថ្លែងអំណរគុណដល់លោកមេធាវីដែលបានចំណាយពេលវេលាដ៏មានតម្លៃហើយយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយលោកមេធាវីសប្តាហ៍នេះសុខសប្បាយជាទេចាសុខសប្បាយបាទហើយខ្ញុំក៏អរគុណចំពោះវត្តមានរបស់អ្នកស្រីកាយកល្យានហើយខ្ញុំសប្បាយនៅពេលឃើញវត្តមានរបស់អ្នកស្រីដែលសារខ្ញុំយ៉ាងនឹកឃើញពីការជួបគ្នាមុនថាអ្នកស្រីមានទេពកោសល្យក្នុងការសួរដេញដោលក៏ដូចជាក្នុងការចូលរួមជួយជាការរំលឹកនៅអ្វីៗសំខាន់ដើម្បីឲ្យខ្ញុំបកស្រាយកាន់តែប្រសើរចាលោកមេធាវីសូមអរគុណចំពោះការលើកឡើងហើយនៅពេលនេះនាងខ្ញុំត្រូវការនៅការផ្ដល់ព័ត៌មានដែលលោកមានបទពិសោធន៍ច្រើននៅក្នុងនាមលោកដែលជាមេធាវីហើយលោកបានជួបនៅរឿងក្តីក្តាំងជាច្រើនប្រធានបទរបស់យើងដូចដែលខ្ញុំបានលើកឡើងបាញ់មិញអញ្ចឹងថាតើយើងគួរតែប្តឹងទៅឧទ្ធរណ៍នៅពេលណាខ្លះមុននឹងយើងចូលទៅដល់សំណួរជាច្រើនដែលពាក់ព័ន្ធទៅនឹងការលើកឧទាហរណ៍ជាក់ស្ដែងតាមរយៈប្រជាពលរដ្ឋដែលបានស្នើមកអាដាមជុំកុសលឲ្យលោកលើកយកនៅប្រធានបទនេះនេះខ្ញុំចង់ដឹងថាតើប្តឹងឧទ្ធរណ៍នោះមានន័យថាយ៉ាងម៉េចដែរចា៎បាទសូមអរគុណខ្ញុំជំរាបសួរជាបឋមចំពោះអ្នកស្រីកងកល្យានហើយខ្ញុំក៏សូមជំរាបសួរសម្ដេចអាយដាមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញាដែលតែងតែតាមដាននីតិច្បាប់ជាអ្វីរបស់ស្ថានីយទូត CTN និងចាក់នៅ CNC ផងដែរហើយខ្ញុំថ្ងៃនេះគឺដោយអ្នកស្រីបានលើកឡើងហើយថាយើងនឹងយកប្រធានបទពិសេសមួយដោយសារប្រជាពលរដ្ឋជាច្រើនគាត់នៅពេលដែលគាត់ចាញ់ក្តីនៅតុលាការថ្នាក់ក្រោមជួនកាលគាត់ចាញ់ដោយមិនអស់ចិត្តដោយសារតែគាត់មិនបានយល់ពីថាតើគាត់មានសិទ្ធិប្តឹងឧទ្ធរណ៍ឬក៏ថាមានសិទ្ធិប្តឹងទៅឲ្យតុលាការថ្នាក់ណាមួយទៀតដើម្បីជួយរកយុត្តិធម៌ឲ្យគាត់អញ្ចឹងប្រធានបទដែលយើងលើកឡើងនេះខ្ញុំគិតថាវាជាប្រធានបទមួយសំខាន់ហើយខ្ញុំក៏បានជួយសម្របសម្រួលសង្ខេបនៅសំណួរប្រជាពលរដ្ឋជាច្រើនដើម្បីបង្កើតជាប្រធានបទមួយនេះចា៎ហើយអ្នកស្រីសួរមិញថាយើងមុននឹងឈានទៅឆ្លើយសំណួរទាំងអស់យើងគួរតែឲ្យជួលពាក្យថាប្តឹងឧទ្ធរណ៍សិនចា៎ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋថាយើងតាមទម្លាប់យើងអានងាយអានយើងតែពាក្យឲ្យពាក្យប្តឹងឧទ្ធរណ៍សូម្បីតែខ្ញុំទម្លាប់ពាក្យរស់មាត់តែនិយាយពាក្យប្តឹងឧទ្ធរណ៍តាមពិតពាក្យហ្នឹងបើយើងទៅសេឲ្យចំទៅប្តឹងឧទ្ធរណ៍យើងសេឧពីងតួអន្តើជើងធើរណទុនឃាតអញ្ចឹងយើងអានសេឧទ្ធរណ៍បានទម្លាប់សេអានឧទ្ធរណ៍ហើយពាក្យឧទ្ធរណ៍នេះបើយើងនិយាយតាមន័យខ្មែរយើងគឺយើងមានន័យថាសើរើធ្វើការសើរើជាថ្មីយើងថាប្តឹងឧទ្ធរណ៍បានន័យថាប្តឹងឲ្យមានការសើរើដល់និយាយដល់ន័យខ្លឹមសារនៃពាក្យវាអាចធ្វើឲ្យជាពលរដ្ឋអាចច្រឡំពីព្រោះនៅក្នុងន័យច្បាប់គេមានបណ្ដឹងសើរើមួយទៀតផ្សេងអញ្ចឹងយើងនៅពេលនេះយើងបកស្រាយក្នុងនាមខ្ញុំបាទជាមេធាវីគឺយើងមិនបកស្រាយតាមន័យទូទៅនៃពាក្យស័ព្ទខ្មែរទេយើងបកស្រាយទៅតាមន័យច្បាប់អញ្ចឹងយើងដឹងថាកាលណាពាក្យប្តឹងឧទ្ធរណ៍នៅក្នុងក្រមព្រហ្មទណ្ឌយើងក៏ដូចជាក្រមនីតិវិធីព្រហ្មទណ្ឌយើង
យើងក៏អាចនិយាយត្រឡប់មកយើងប្រើនេះគឺថាពាក្យប្តឹងកន្តើបានន័យថាយើងប្តឹងទៅតុលាការថ្នាក់កណ្ដាលមួយទៀតចានិយាយដល់កន្លែងនេះដើម្បីនិយមន័យនឹងឲ្យយល់ច្បាស់ប្រហែលជាតើខ្ញុំនិយាយឲ្យសម្រាយបន្តិចដែរចាសូមជឿអញ្ចឹងរំលឹកបន្តិចថាគណៈពាក្យថាតុលាការថ្នាក់កណ្ដាលយើងសូមឈិតជំរាបជូនដែរថាកន្លងមកខ្ញុំធ្លាប់រំលឹកជូនប្រជាពលរដ្ឋហើយចាត់ទុកថាការនិយាយដដែលហើយខ្ញុំក៏បានគិតដែរថាខ្ញុំដើម្បីជំរាបជូនទៅប្រជាពលរដ្ឋដែលគាត់អត់សូវចេះច្បាប់ដែលគាត់មិនយល់ពីច្បាប់ទេណាសម្រាប់អ្នកដែលគេចេះច្បាប់ហើយគេអ្នកនេះហើយគេហៅគេស្ដាប់ទៅថាធុញទ្រាន់តាមពិតយើងដឹងថាតុលាការមាន3ថ្នាក់អញ្ចឹងប្រជាពលរដ្ឋគាត់ឲ្យយល់ដល់នឹងសិនថាតុលាការមាន3ថ្នាក់កាលណាយើងក្តីក្តាមនៅតុលាការថ្នាក់ក្រោមយើងហៅតុលាការសាលាដំបងពីមុនយើងប្រើពាក្យតុលាការធម្មតាហៅតុលាការខេត្តកំពង់ចាមតុលាការខេត្តកញ្ចេះហើយយើងហៅចំអញ្ចឹងដល់ឥឡូវយើងបង្កើតពាក្យថ្មីមួយក្រោយមានក្រមយើងហៅថាសាលាដំបងខេត្តកំពង់ចាមសាលាដំបងខេត្តកញ្ចេះឬនៅភ្នំពេញយើងហៅសាលាដំបងរាជធានីភ្នំពេញអញ្ចឹងតាមខេត្តក្រតាមខេត្តអត់ទៅមានក្រុងទៀតទេតាមខេត្តនិងរាជធានីមួយរបស់យើងហ្នឹងខេត្តទាំងអស់ហ្នឹងហើយរាជធានីមួយហ្នឹងគឺមានតុលាការមួយហៅតុលាការសាលាដំបងចាពីខ្មែរពីដើមបុរាណគឺសង្គមចាស់គាត់ចេះពាក្យថាសាលាដំបងគាត់ចេះពាក្យហ្នឹងដែរអញ្ចឹងសំដៅពាក្យសាលាដំបងសំដៅទៅលើហ្នឹងតុលាការដំបងហ្នឹងហើយកម្រិតក្រោមគេបំផុតបាទក្រោមគេបំផុតហ្នឹងហើយដល់បន្ទាប់មកទៀតយើងមានតុលាការថ្នាក់កណ្ដាលមួយហៅសាលាអូតូអញ្ចឹងអាសាលាអូតូហ្នឹងដែលយើងប្រើពាក្យប្តឹងអូតូមិញហ្នឹងសំដៅទៅលើប្តឹងទៅសាលាអូតូហ្នឹងហើយចាបាទហើយនឹងយើងមានតុលាការថ្នាក់ខ្ពស់មួយទៀតគេហៅតុលាការជាន់ខ្ពស់ទៀតគេហៅតុលាការកំពូលបាទអញ្ចឹងខ្ញុំអបជីវរដ្ឋជួយយល់កន្លែងហ្នឹងឲ្យច្បាស់ហើយបានយើងឈានទៅងាយយល់ពាក្យសាលាអូតូហើយយល់ពាក្យប្តឹងអូតូអញ្ចឹងបានន័យថាប្តឹងទៅតុលាការថ្នាក់កណ្ដាលគឺសាលាអូតូនឹងឯងហើយអញ្ចឹងប្រជាពលរដ្ឋដែលគាត់មានរឿងក្តីក៏ដូចជាមានបញ្ហាជាច្រើនដែលកើតមាននៅជុំវិញការប្តឹងរបស់គាត់ឬគាត់ត្រូវគេប្តឹងហ្នឹងគឺគាត់ត្រូវតែយល់កន្លែងហ្នឹងដែរដូចសំណួរដូចជាធានបទដែលយើងដាក់មកនេះខ្ញុំជឿថាជួយដល់ពួកគាត់ច្រើនដោយសារថាមានអ្នកខ្លះហ្នឹងគាត់គុំថាឡើងគាត់ចាញ់ក្តីដែលមិនអស់ចិត្តដោយគាត់មិនបានប្តឹងទៅដោយសារជួនកាលអ្នកខ្លះគាត់សំបីការចំណាយសហួយរបស់គាត់ចំណាយលុយកាក់របស់គាត់ក៏គាត់មិនបានគិតថាមានតុលាការថ្នាក់លើទៀតអញ្ចឹងគាត់ចំណាយថ្នាក់ក្រោមចាយខកយើងនិយាយថាចាយដោយមានការមិនបានកម្រិតនៅចំនួនទឹកលុយរបស់គាត់យើងនិយាយទៅមិនខុសពីយើងសម្ាញ់ថាគាត់មិននឹកស្មានថាមានសាលាអូតូត្រូវចំណាយលុយលើមេធាវីទៅលើអីចឹងទៀតគាត់ចាយពីក្រុមគាត់ចាយអស់ហើយគាត់លុយគាត់ដែលមានចំនួនប៉ុណ្ណេះគាត់មិនបានគិតថាត្រូវបង់ប្រាក់ប្រដាប់ក្តីត្រូវបង់អីដល់តែ2 3ថ្នាក់អញ្ចឹងគាត់អត់បានគិតមុនគាត់ស្មានតែមួយថ្នាក់នឹងចំអញ្ចឹងគាត់នឹកថាពេលដែលគេសួរគាត់ថាមានចំនួនប៉ុណ្ណឹងចំណាយគាត់ថាមានគាត់ចាយប៉ុណ្ណឹងទៅដល់ពេលទៅថាដល់មានលើទេគាត់ចាំភ្ញាក់ខ្លួនអញ្ចឹងគាត់ធ្វើគាត់ខកអញ្ចឹងគាត់ទាល់ច្រកបាទអញ្ចឹងគិតថាការដែលយើងជួយបកស្រាយនៅបញ្ហានេះឲ្យគាត់បានដឹងក៏ប្រហែលជាជួយដល់គាត់ច្រើនចាអញ្ចឹងមានន័យថាការប្តឹងផ្ដាល់មួយដែលចាប់ផ្ដើមដំបូងហ្នឹងគឺទៅដល់សាលាដំបងមុនគេហើយបន្តមកទៀតប្រសិនបើរឿងក្តីក្តាំងនោះអ្នកដែលបានប្តឹងមិនទទួលបានយល់ស្របនឹងការប្រកាសសារក្រមនិងយល់ថាខ្លួនឯងមិនបានទូយុត្តិធម៌នៅរឿងក្តីរបស់ខ្លួនគឺត្រូវបន្តទៅដល់តុលាការថ្នាក់កណ្ដាលគឺមានន័យថាប្តឹងឧទ្ធរណ៍នេះបាទឧទ្ធរណ៍បាទក្នុងថ្ងៃនេះតើតងធានបទនេះខ្ញុំសូមជម្រាបជូនដោយត្រង់ថាយើងអាចនិយាយតែពីវែងឆ្ងាយទូលំទូលាយធានបទយើងនេះណាពាក្យថាប្តឹងអូតូយើងអាចប្តឹងអូតូនៅពេលណាខ្លះហ្នឹងគឺទូលំទូលាយណាខ្ញុំសូមនិយាយថាបើសិនយើងនិយាយថាយើងមកបកស្រាយវិញខ្ញុំថាប្រហែលជាបកស្រាយយើងអាចនិយាយថាយើងថតជា sport ដើម្បីចាក់ផ្សាយនេះយើងអាចថា4 10 sport ហ្នឹងមិនអស់ទេអញ្ចឹងថ្ងៃនេះខ្ញុំចង់លើកឡើងតែពីរឿងថាសូមនិយាយទៅរឿងថារឿងយកទៅរឿងពុំមិនតាន់មួយមកនិយាយសិនអត់តាន់យកពាក្យយករឿងរាប់រីនេះមកនិយាយទេអញ្ចឹងយើងអាចថារំលឹកដល់កន្លែងនេះខ្ញុំសូមឆ្លៀតបញ្យល់បន្តិចដែរថាមានពេលខ្លះនៅក្នុងរឿងរដ្ឋបវេនីយើងប្រើពាក្យប្តឹងជំទាស់សោះប៉ុន្តែរឿងនេះបានន័យថាប្តឹងទៅសាលាអូតូដែរអញ្ចឹងអត់ប្រើពាក្យប្តឹងអូតូទេណាប្រើពាក្យប្តឹងជំទាស់អញ្ចឹងពាក្យប្តឹងជំទាស់ហ្នឹងវាទៅជាប្តឹងទៅអូតូដែរទៅសាលាអូតូដែរអញ្ចឹងបាទថ្ងៃនេះខ្ញុំអត់តន់ចង់និយាយពីរឿងបញ្ហាក្នុងរឿងរដ្ឋបវេនីករណីវិវាទនៅក្នុងរឿងរដ្ឋបវេនីទេយកតែសំណុំរឿងពុំមិនតាន់មកនិយាយសិនហើយក៏ខ្ញុំចង់និយាយញែកទៀតថាយើងក៏គួរដឹងដែរថាធម្មតាការប្តឹងអូតូយើងមានសិទ្ធិប្តឹងអូតូហ្នឹងវាអាចចែកជាដំណាក់កាលទៀតរងថ្ងៃបើយើងនិយាយរឿងតាក់ទងនឹងពុំមិនតាន់គឺវាអាចថាទីបណ្ដឹងដែលដាក់ដំបងផុតយើងដឹងថាដាក់នៅសមាជិកប៉ូលីសហើយគាត់ថាអាចនិយាយថាប៉ូលីសក៏បញ្ជូនមកកន្លែងអัยការថាបានអัยការដែលយើងថាមានបរិយាអញ្ញាជាអ្នកគ្រប់គ្រងមេគេនៅហ្នឹងអញ្ចឹងយើងចាត់ទុកថាស្ដាប់បានដាក់ពាក្យបណ្ដឹងទៅប៉ូលីសក៏ដូចជានៅអัยការទៅទុកថាជាកន្លែងតែមួយដំណាក់កាលមួយប៉ុន្តែនៅដំណាក់កាលបន្តមកទៀតក្រោយពីអัยការគាត់ចាត់ការហើយគាត់អាចបញ្ជូនមកដំណាក់កាលមួយនេះគេហៅជាក្រុមស៊ើបសួរ
ពីមុនខាយកំគេដែរឥឡូវខាយកំស៊ើបសួរយកតាមក្រុមយើងប្រើពាក្យតាមក្រុមចាកំស៊ើបសួរហើយកំស៊ើបសួរហើយគាត់បានឈានដល់ដំណាក់កាលមួយខាយកំជំនុំជម្រះឈានដល់មានការបើកសវនកម្មកាត់ក្តីយ៉ាងងាយស្ដាប់អញ្ចឹងកាលណាយើងចង់ប្តឹងអតោហ្នឹងក៏នៅក្នុងដំណាក់កាលទាំង3ហ្នឹងគឺក៏យើងមានសិទ្ធិប្តឹងអតោគ្រប់ពេលវេលាហើយយើងអាចសួរទៀតថាតើប្តឹងអតោនៅពេលណាខ្លះដែលចូលក្នុងធានបទដែលយើងកំពុងសួរទុំទលាយមិញណាចាបាទហើយខ្ញុំគិតថាថ្ងៃនេះយើងដូចខ្ញុំជម្រាបជូនមិញអញ្ចឹងថាយើងនឹងលើកយកថាឈានចេញពីអ្នកដាក់ពាក្យប្តឹងចាខ្ញុំអត់តនិយាយពីជនដែលត្រូវគេប្តឹងទេតើគាត់មានសិទ្ធិប្តឹងអតោយ៉ាងម៉េចទេព្រោះធម្មតាអ្នកមានសិទ្ធិប្តឹងអតោវាមានអ្នកដែលដាក់ពាក្យប្តឹងហ្នឹងក៏ដូចជាជនដែលត្រូវគេប្តឹងហ្នឹងហើយនៅក្នុងផ្លូវច្បាប់យើងនឹងថាតំណាងអัยការដែលជាព្រះញ្ញាដែលជាតំណាងអัยការគាត់មានសិទ្ធិព្រះញ្ញារងមានសិទ្ធិប្តឹងអតោដែរអញ្ចឹងខ្ញុំអត់តនិយាយពីរឿងតំណាងអัยការដែលគាត់មានសិទ្ធិប្តឹងអតោហ្នឹងអត់តនេះទុកម្ដុំជនដែលត្រូវគេប្តឹងហើយជនជាប់ចោលដែលជួងសង្ស័យហ្នឹងក៏ទុកម្ដុំដែរចាយើងមិនសូវនិយាយតែពីរឿងអ្នកដែលដាក់ពាក្យប្តឹងគេហៅថាដើមបណ្ដឹងរដ្ឋបវេនីចាអ្នកដាក់ពាក្យប្តឹងជាគោលការណ៍អ្នកដាក់ពាក្យប្តឹងគេហៅថាដើមបណ្ដឹងរដ្ឋបវេនីអញ្ចឹងយើងថ្ងៃនេះចង់លើកយកតែចំណុចបិចយកអាហ្នឹងមកនិយាយថ្ងៃហ្នឹងសិនទៀតដែរបាទចានៅក្នុងសប្តាហ៍នេះលោកមេធាវីនឹងឆ្លើយតបនៅប្រធានបទរបស់យើងនេះគឺជាវគ្គហើយនេះខ្ញុំជឿជាក់ថាលោកអ្នកនាងដែលនៅតាមគេហដ្ឋានក៏លោកក៏ចង់ជ្រាបផងដែរនៅពេលតើនរណាខ្លះដែលអាចប្តឹងឧទ្ធរបានហើយតើគេប្តឹងនៅពេលណាហើយតើគេត្រូវចំណាយអ្វីហើយគេបានទទួលផលអ្វីនៅពេលដែលប្តឹងឧទ្ធរហើយនោះចា៎បាទលោកមេធាវីតោះឥឡូវយើងគួរតែទៅដល់មួយចំណុចទៀតនៅលោកមេធាវីបានលើកឡើងពីដំណាក់មួយរួចហើយអំពីមុនទៅដល់តុលាការថ្នាក់កណ្ដាលហ្នឹងគឺប្តឹងឧទ្ធរអ្នកទៅគឺឧទ្ធរហ្នឹងថាតើអញ្ចឹងនេះខ្ញុំចង់ដឹងចេះថាតើឥឡូវយើងលើកយកអ្នកដែលប្តឹងទៅមកនិយាយជាមុនគឺគេហៅថាដើមបណ្ដឹងរដ្ឋវិនីលោកមេធាវីលើកឡើងបែបមិញហ្នឹងថាតើនៅពេលណាដែលដើមបណ្ដឹងរដ្ឋវិនីមកប្តឹងនៅឧទ្ធរម្ដងទៀតនោះចា៎បាទសូមអរគុណខ្ញុំសូមជំរាបជូនថាតកតងនឹងបញ្ហាអ្នកដាក់ពាក្យប្តឹងដែលយើងហៅថាដើមបណ្ដឹងរដ្ឋវេនីហ្នឹងគឺគាត់មានសិទ្ធិប្តឹងអតោយើងសួរនឹងត្រូវហើយពិធីករសួរនឹងត្រូវថាតើគាត់ក្រោយដាក់ពាក្យប្តឹងហើយតើគាត់នៅពេលណាគាត់មានសិទ្ធិប្តឹងអតោគឺខ្ញុំចង់រៀបរាប់តែនឹងឲ្យបានច្បាស់ថាសប្តាហ៍ថ្ងៃនេះក៏ឃើញដូចថាទទួលបាននៅការលូរទាំជាច្រើនពីប្រជាពលរដ្ឋឬក៏អ្នកខ្លះគាត់យើងអាចថាគាត់មិនយល់ច្បាប់ក៏បានយ៉ាងម៉េចក៏បានដោយសារគាត់មិនដឹងពីបញ្ហាផ្លូវច្បាប់នោះធ្វើគាត់លូរទាំដែរអញ្ចឹងខ្ញុំចង់និយាយថាពេលដែលគាត់ដាក់ពាក្យប្តឹងមួយចូលទៅកន្លែងប៉ូលីសឬក៏យើងអាចនិយាយថាដាក់ទៅកន្លែងព្រះអញ្ញាកន្លែងតំណាងអัยការអាត្មាអัยការពេលគាត់ដាក់ពាក្យប្តឹងទៅភ្លាមគឺជួនកាលទៅបើសិនជាគាត់បានទទួលនៅចម្លើយភ្លាមព័ត៌មានភ្លាមឬក៏ទទួលនៅការកោះហៅចាត់ការអីយ៉ាងម៉េចដោយបំណងប្រាថ្នារបស់គាត់ទៅគឺគាត់អត់ល្អទេប៉ុន្តែមានរឿងក្តីមួយចំនួនពាក្យប្តឹងមួយគាត់ដាក់ប្តឹងទៅអញ្ចឹងសារបាត់ឆឹងឬក៏ជួនកាលទៅគេក៏ចាត់ការតន្តិចទៅក៏គេហីអីចឹងទៅចាទុកចោលរឿងគាត់ចឹងទៅធ្វើឲ្យគាត់ល្អទៅទាំដោយសារគាត់ដែលយើងនិយាយថាគាត់អាចថាគាត់ខ្វះការដឹងចេះពីចំណុចដែលយើងថាប្តឹងអន្តរហ្នឹងអញ្ចឹងហើយដែលយុតិធធដែលគេកំពុងតែរងចាំហ្នឹងគឺថាវាមិនទាត់ឃើញភ្លាមហើយអញ្ចឹងដែលជាបញ្ហាថាតើប្រព័ន្ធយុតិធធនៅប្រទេសកម្ពុជាយ៉ាងម៉េចចាអញ្ចឹងលោកមេធាវីសូមបន្តបាទសូមអរគុណអញ្ចឹងខ្ញុំចង់ជំរាបជូនទៅនឹងថាអញ្ចឹងច្បាប់មានចែងបើខ្ញុំមិនច្រឡំទេដូចជាមានចែងនៅក្នុងមាត្រា41នៃក្រមនីតិវិធីព្រហ្មទណ្ឌបានកំណត់ច្បាប់ថាក្រោយពីយើងដាក់ពាក្យបណ្ដឹងទៅបើសិនជាពាក្យបណ្ដឹងរបស់យើងហ្នឹងគឺអត់មានចម្លើយទេស្ងាត់ស្ងៀមអត់តែហួស2ខែគឺម្ចាស់ដាក់បណ្ដឹងហ្នឹងគឺមានសិទ្ធិបណ្ដឹងទៅអតោយើងជំនះចំាញ់យើងជំថាប់ដឹងអតោដើម្បីងាយយល់ទេតាមពិតនៅក្នុងនេះយើងនិយាយថាបណ្ដឹងទៅអគ្គព្រះអញ្ញាហើយម្ដងនៅសាលាតោគាត់មានស្ថាប័នមហាអัยការមួយទៀតដែលមានអគ្គព្រះអញ្ញាជាមេនៅកន្លែងហ្នឹងអញ្ចឹងយើងបណ្ដឹងទៅសាលាតោហ្នឹងចាត់ទុកថាខ្ញុំនិយាយជារួមងាយស្ដាប់ទេណាតែពិតទៅបណ្ដឹងទៅអគ្គព្រះអញ្ញាអញ្ចឹងសូម្បីតែយើងមិនមានចម្លើយមួយក្នុងរយៈពេល2ខែហ្នឹងក៏យើងមានសិទ្ធិបណ្ដឹងដែរមួយទៀតតកតងនឹងបញ្ហាដែលយើងបណ្ដឹងដែលយើងដាក់ទៅតំណាងអัยការហ្នឹងដែលដាក់ទៅតុលាការថ្នាក់ក្រោមនៅស្ថាប័នអัยការហ្នឹងកាលណាយើងដាក់ទៅអញ្ចឹងខាងតុលាការខាងសំទោសខាងតំណាងអัยការគាត់ឲ្យព្រះអញ្ញាឬក៏ព្រះអញ្ញារងម្នាក់គាត់ចាត់ការគាត់គេហៅថាស៊ើបអង្កេតបឋមរឿងហ្នឹងចាអញ្ចឹងក្រោយគាត់អង្កេតទៅជួនកាលគាត់មើលឃើញថាសាច់រឿងក៏ដូចជាថាផុតតាំងដែលយើងប្តឹងហើយក៏ថាមូលដ្ឋាននៃការដាក់បន្ទុកទៅលើអ្វីដែលយើងប្តឹងនឹងទៅអ្នកដែលយើងប្តឹងនឹងគាត់ថាអត់មានផុតតាំងគ្រប់គ្រាន់អីអញ្ចឹងគាត់មានសិទ្ធិតម្កល់រឿងទុកអត់ចាត់ការអញ្ចឹងការតម្កល់រឿងទុកអត់ចាត់ការនឹងបានន័យថា
គាត់ត្រូវតែឆ្លើយតបជាលិខិតមួយគេហៅដីកាតម្កល់រឿងសម្រាប់តម្កល់រឿងទុកអត់ចាត់ការអញ្ចឹងពេលហ្នឹងកាលណាយើងបានទទួលយើងក្នុងនាមដើមបណ្ដឹងច្បាប់វាបានចែងនឹងមាត្រាដែលខ្ញុំនិយាយមិញហ្នឹងមាត្រា41ហ្នឹងគឺកាលណាគាត់តម្កល់នេះគាត់ត្រូវជូនដំណឹងមកឲ្យអ្នកបណ្ដឹងវិញឲ្យដើមបណ្ដឹងថាវិនីវិញដើម្បីឲ្យគាត់បានដឹងថាពាក្យបណ្ដឹងរបស់អ្នកឯងគឺតុលាការបានតម្កល់ហើយអញ្ចឹងយើងធ្វើម៉េចយើងគ្រាន់បានទទួលពេលហ្នឹងយើងមានសិទ្ធិបណ្ដឹងបន្តចាតែយើងថាបណ្ដឹងតែអគ្គបរិញ្ញានោះយើងថាតែមាញ់យើងថាបណ្ដឹងបន្តដើម្បីងាយស៊ីទៅប្រធានបទរបស់យើងគឺគាត់ត្រូវបណ្ដឹងទៅអគ្គបរិញ្ញាហ្នឹងណាបាទធ្វើបណ្ដឹងសាមញ្ញមួយបណ្ដឹងទៅក្នុងរយៈពេលតាមផ្លូវច្បាប់គឺ2ខែ60ថ្ងៃចាបានន័យថាក៏យើងបានទទួលដំណឹងពីដីកាតម្កល់ទុកការយើងមានសិទ្ធិបណ្ដឹងរយៈពេល60ថ្ងៃថ្ងៃណាក៏បានយើងគិតយើងអង្គុយគិតឬយើងចាប់ដើមរកផុសតាំងបន្ថែមឲ្យច្បាស់ទៅរកមូលហេតុច្បាស់ថាយើងមិនសុខចិត្តនឹងការតម្កល់ឬទុកអត្តការរបស់យើងទេយើងទៅអាចរកផុសតាំងបន្ថែមអីយ៉ាងម៉េចយើងត្រៀមខ្លួនទៅហើយត្រៀមចម្លើយយ៉ាងម៉េចយើងត្រៀមទៅតំអាងហេតុរបស់យើងយ៉ាងម៉េចត្រៀមដើម្បីយើងបណ្ដឹងទៅសាលាតោដែលមានអគ្គបរិញ្ញាគាត់អាចដោះស្រាយរឿងនោះសាជាថ្មីពិនិត្យសាជាថ្មីថាគួរគាត់ធ្វើអធិបញ្ជាថាមើលទៅថាអូរឿងហ្នឹងមិនក៏ត្រូវតែមិនតម្កល់មិនត្រូវតម្កល់អញ្ចឹងគាត់អាចបញ្ជាមកបរិញ្ញាវិញជាលាអក្សរដើម្បីឲ្យបរិញ្ញាថ្នាក់ក្រមនឹងចោទប្រកាន់ប៉ុន្តែបើគាត់យល់ឃើញថារឿងហ្នឹងគឺការតម្កល់ត្រឹមត្រូវហើយការប្តឹងនេះមិនត្រូវទេរឿងមិនជារឿងពុំបន្ទាន់ជារឿងរដ្ឋវេនីរឿងជាពាក់លុយអីទៅហើយណាចាអញ្ចឹងទៅគាត់យល់ឃើញថាឲ្យដូចគ្នាការយល់ឃើញរបស់អគ្គបរិញ្ញាយល់ឃើញថាដូចការយល់ឃើញរបស់តំណាងអัยការនៅតុលាការថ្នាក់ក្រមដែរឬគាត់នឹងអាចតម្កល់ដែរតម្កល់ក៏ជូននឹងមកយើងដែរណាអញ្ចឹងហ្នឹងអញ្ចឹងណាបាទនិយាយខ្លីទៅខ្ញុំគ្រាន់ចង់បកស្រាយតាក់ទងថាសូម្បីតែយើងដាក់បណ្ដឹងដំបងទៅនឹងគេមិនឆ្លើយតបឬក៏គេឆ្លើយតបមកនឹងក៏យើងមានសិទ្ធិបណ្ដឹងអតដែរអញ្ចឹងបានន័យថាប្រជាពលរដ្ឋបើយើងយល់ចំណុចតែហ្នឹងគឺយើងមិនត្រូវអស់សង្ឃឹមទេយើងមានសិទ្ធិធ្វើបែបហ្នឹងបាទនឹងខ្ញុំសូមឆ្លើយដល់ខ្លីប៉ុណ្ណឹងហើយកន្លងមកតាក់ទងនឹងបញ្ហាការតម្កល់រឿងទូបញ្ចាត់ការក៏អញ្ចឹងដែរប្រជាពលរដ្ឋខ្លះគាត់ក៏ត្រូវតែយល់ខ្ញុំឈៀតជំរាបបន្តិចដោយសារនិយាយទៅហ្នឹងហើយនិយាយតែហ្មងទៅកាលណាយើងប្តឹងជួនកាលមិនមែនថាការប្តឹងរបស់យើងនឹងតលតែយើងនិយាយថាឧទាហរណ៍ថាយើងប្តឹងយើងដើរអ្នកដាក់ពីប្តឹងដាក់ប្តឹងមនុស្ស3នាក់យើងប្តឹងមេខ្លោងម្នាក់កូនចៅ2នាក់ឧទាហរណ៍អញ្ចឹងចុះហើយគេថាប្តឹងវិធានក្រុមហ៊ុនណាមួយហើយបុគ្គលិក2នាក់សាតុលាការគាត់ចោទតែ2នាក់ចោទតែបុគ្គលិក2នាក់សាវិធានក្រុមហ៊ុនគាត់តម្កល់រឿងទូចាត់ការឲ្យយើងអញ្ចឹងយើងមានសិទ្ធិប្តឹងពីអានឹងដែរហើយកន្លែងនេះខ្ញុំចង់បញ្ជាក់ជូនមិញថាជាកោការតាមនៃការកោការតាមដែលខ្ញុំយល់ទស្សនៈរបស់ខ្ញុំគឺកាលណាបើតុលាការក្នុងចំណោម3នាក់យើងប្តឹងហ្នឹងបើតុលាការយល់ឃើញថាធំទោសបើតុលាការខុសអัยការចាបើអัยការថាបានអัยការគាត់យល់ឃើញថា2នាក់អាចចោទបានសន្និដ្ឋានចោទបានឲ្យបើកការស៊ើបសួរបានម្នាក់ទៀតចោទបានគាត់ក៏តែធ្វើលិខិតមួយតម្កល់រឿងទូអត្តការដើម្បីបើកទុកសិទ្ធឲ្យប្រចាំបណ្ដឹងអតប៉ុន្តែកន្លែងនេះកន្លងមកខ្ញុំលើកមកនិយាយដោយសារថាខ្ញុំចាប់អារម្មណ៍ថាដូចជាខាងថាបានអัยការភិកច្រើនដូចជាគាត់ធ្វើអត់ប៉ុន្តែខ្ញុំចំពោះរឿងក្តីខ្ញុំធ្វើច្រើនដែរខ្ញុំក៏មកជួបដែរជួនកាលបើសិនគេប្តឹងពីមនុស្សដើមបណ្ដឹងដាក់ប្តឹងមនុស្ស3នាក់4នាក់អញ្ចឹងជួនកាលបើគាត់ចោទតែម្នាក់គាត់ចេះចោទទៅហើយគាត់ចោទទៅគាត់អត់បានធ្វើលិខិតតម្កល់រឿងទុកអត់ចាត់ការលើមនុស្ស2នាក់ហើយ3នាក់ទៀតអត់បែរតែគាត់មិនចោទនឹងទេអញ្ចឹងជួនកាលទៅធ្វើឲ្យម្ចាស់បណ្ដឹងជួនកាលគាត់អាចអន់សពន់ចិត្តដែរគាត់គិតឃើញថាជួនកាលគាត់ប្តឹងគាត់នឹកឃើញថាគាត់ចេតនាមកគាត់មនុស្សយើងអ្នកខ្លះប្តឹងគាត់ចាញ់គិតថាសំដៅលើអ្នកណាមួយច្បាស់លាស់ជួនកាលគាត់សំដៅថាអ្នកនោះឯងជួនគាត់ថាអ្នកនោះឯងជាមេខ្លោងអ្នកនោះឯងជាអ្នកប្រព្រឹត្តផ្ទាល់ច្បាស់តែគាត់ឃើញច្បាស់អីអញ្ចឹងតែគាត់មានអានិយាយថាគាត់ដែលគាត់គួរគិតថាគាត់ចង់ជាបាតអានឹងជាងអាចនិយាយថាជាក្បាលថាជាបាតគាត់ស្ដាប់ទៀតចង់និយាយថាគាត់ចង់ឲ្យច្បាប់ពមៀនអ្នកនឹងជាងអញ្ចឹងខាងថាបានអัยការតាមផ្លូវច្បាប់គួរតែធ្វើចិត្តដែរនឹងខ្ញុំគិតឃើញណាប៉ុន្តែកន្លងមកខ្ញុំដូចមិនទាន់ជួបទេណាថាកាលណាបើសិនជាចាប់បណ្ដឹងគេដាក់បណ្ដឹង3 4នាក់អញ្ចឹងកាល4នាក់អញ្ចឹងកាលណាយើងចោទតែម្នាក់ក៏សល់3នាក់ក៏យើងត្រូវធ្វើដីកាតម្កល់រឿងទូចាត់ការឲ្យមកដើមបណ្ដឹងដើម្បីគេមានសិទ្ធិឱកាសបណ្ដឹងបន្តបណ្ដឹងតកបរិញ្ញាដែរប៉ុន្តែកន្លងមកខ្ញុំអត់ដែរជួបដែរកន្លែងហ្នឹងអញ្ចឹងខ្ញុំសូមនិយាយដែរដើម្បីចង់ចាត់ទុកថាចូលរួមវិភាគទាំងអស់គ្នាដែរតើបើសិនច្បាប់គេតម្រូវធ្វើគួរធ្វើបែបហ្នឹងប្រសើរចាប្រសើរបាទលោកមេធាវីការប្តឹងទៅធនហ្នឹងគឺគ្រប់ករណីរឿងក្តីក្តាំងទាំងអស់មែនទេបាទឲ្យតែប្តឹងអស់ដូចខ្ញុំនិយាយមិញសូម្បីតែគេមិនឆ្លើយតបនឹងបណ្ដឹងយើងក៏យើងមិនសិទ្ធដឹងតែធរដែរដឹងតែគបរិញ្ញាដើម្បីឲ្យពិចារណាឲ្យដាស់តឿនក្នុងរឿងហ្នឹងដើម្បីវិជាមកឲ្យចាត់ប្រកាន់ឬឲ្យយ៉ាងម៉េចអញ្ចឹងណាហើយក៏យើងអាចនិយាយម្យ៉ាងទៀតថាគុំតាក់ទងនឹងរឿងបញ្ហាយើងដាក់បណ្ដឹងសូម្បីតែមានរឿងមានវត្ថុមួយចំនួនមកជាងរឿងក្តីខ្លះក៏ខ្ញុំឃើញគាត់ពាក់ព័ន្ធនឹងរឿងបញ្ហាប្រជាពលរដ្ឋដែលគាត់ជួបញឹកញាប់
ដូចជាគាត់ចាប់ផ្ដើមដាក់បណ្ដឹងឬក៏មានរឿងរ៉ាវដែលផ្ដល់ឡើងថាបានអាយកាហ្នឹងគាត់តែងតែថាគាត់មានម៉ូតូមួយនៅនោះមានឡានមួយពាក់ព័ន្ធនឹងរឿងក្តីហ្នឹងឬក៏មានខ្សែដៃខ្សែកទូរស័ព្ទគាត់អញ្ចឹងគាត់តែងតែមានចេតនាមួយថាចង់សុំយកដែរអញ្ចឹងក៏សូមជំរាបជូនប្រជាពលរដ្ឋពេលហ្នឹងដែរថាសូម្បីតែយើងឃើញអត់មានថារបស់យើងដែលយើងត្រូវសុំនៅស្ថាប័នអាយកាហ្នឹងបើយើងសុំទៅអត់បានក៏យើងមានសិទ្ធិរាយការណ៍ប្តឹងទៅអគ្គបរិញ្ញាបានដែរក៏អគ្គបរិញ្ញាខាងលើបាននៅសាលាតូគេមានសិទ្ធិសម្រេចក្នុងរឿងផ្ដល់ប្រគល់នៅវត្ថុដែលចាប់យកនឹងឲ្យយើងវិញបានដែរអញ្ចឹងយើងក៏ត្រូវយល់នឹងថាកាលណាយើងចង់យករបស់មួយកាលណាយើងដាក់ពាក្យសុំអីចឹងទៅបំបានយើងមានសិទ្ធិប្តឹងទៅអតោដើម្បីទៅអគ្គបរិញ្ញាដើម្បីសុំរបស់ហ្នឹងដើម្បីគាត់មានសិទ្ធិប្រគល់របស់ហ្នឹងឲ្យព្រោះនឹងចាំថានៅក្នុងមាត្រាច្បាប់ដូចជាច្បាប់ដូចជាមាត្រា119មានចែងបញ្ហាហ្នឹងអញ្ចឹងប្រជាពលរដ្ឋគាត់មិនត្រូវអស់សង្ឃឹមទេកាលណាគាត់ថ្ងៃនេះស្ដាប់ច្បាប់យើងនីតិច្បាប់របស់យើងគាត់យល់ដល់ហ្នឹងគាត់អាចធ្វើពាក្យសុំបានគាត់គុំត្រូវដើរលូដើរស្រែកយើងគាត់អត់ទៅសុំគេផងគាត់ចេះដើរស្រែកដៃលូដើរចោលពាក្យអីមិនល្អប៉ះពាល់ក៏ប៉ុន្តែលោកមេធាវីមួយទៀតនេះខ្ញុំធ្លាប់ដឹងថានៅពេលដែលមានករណីក្តីក្តាំងដូចនេះគឺប្រជាពលរដ្ឋធម្មតាលោកមិនបានដឹងច្បាស់អំពីនីតិវិធីផ្នែកច្បាប់ទេហើយសំបីតែការលើកឡើងពីមជ្ឈដ្ឋាននៅជុំវិញគាត់ក៏ធ្វើឲ្យគាត់ខ្លាចរអានៅក្នុងការបន្តពាក្យបណ្ដឹងដើម្បីស្វែងរកយុត្តិធម៌នៅពេលដែលលោកប្រជាពលរដ្ឋមិនអស់ចិត្តថាតើនេះខ្ញុំចង់ដឹងឲ្យលោកមេធាវីនិយាយចំតែម្ដងថាតើគាត់គួរតែទៅកន្លែងណាហើយយើងអាចនិយាយថាតើគាត់ត្រូវចំណាយអ្វីខ្លះនៅពេលដែលគាត់បានទទួលក៏មិនអស់ចិត្តឬក្តីក្តាំងរបស់គាត់អញ្ចឹងអរគុណចំពោះសំណួររបស់ធីកហើយខ្ញុំគិតថាខ្ញុំលើកខាងដើមពីខាងអារម្មណ៍ថាដំបូងថាខ្ញុំអរគុណចំពោះកងកល្យានដែលតែងតែសួរដេញដោលនៅល្អតែពិតខ្ញុំវាមិនបានឃើញទៅនឹងណាតែពិតជាពលរដ្ឋត្រូវយល់ទៅនឹងមែនសំខាន់ណាស់ជួនកាលយើងប្រាប់គាត់ថាបំសុកចិត្តនឹងការសម្រេចនឹងទេដល់គេមិនសម្រេចឲ្យគាត់ប្តឹងកតោនឹងទៅប្តឹងនៅណាត្រឹមត្រូវតាមពិតយើងត្រូវទៅប្តឹងនៅតុលាការថ្នាក់ក្រោមដដែលនៅកន្លែងដែលយើងដាក់ពាក្យប្តឹងហ្នឹងបើយើងងាយស្ដាប់ទៅយើងអាចទៅប្តឹងនៅកន្លែងដាក់ពាក្យប្តឹងហ្នឹងទៅកន្លែងដែលស្ថាប័នអាយកាហ្នឹងទៅកន្លែងបញ្ជីគេយើងសុំគេចុះបណ្ដឹងឲ្យយើងបានហើយយើងកុំភ្លេចរាល់ពេលដែលយើងសុំចុះបណ្ដឹងយើងត្រូវសុំជាគេហៅសាមញ្ញហៅថាជាលិខិតមួយជាភស្តុតាងមួយថាយើងបើសាមញ្ញហៅថាដូចបង្កាន់ដៃមួយតាមពិតមិនកាន់ដៃដូចយ៉ាងណាយើងដាក់ប្តឹងអូតូអញ្ចឹងយើងគឺមានពាក្យមួយគេវាយត្រាចូលឬក៏គេកលាមជីគេជាទទួលពីយើងអីហ្នឹងយើងយកមកវិញជាភស្តុតាងថាយើងបានប្តឹងហេតុតែបានអញ្ចឹងព្រោះខាងដៃខ្ញុំអត់បញ្ជាក់ជូនទេថាច្បាប់មានកំណត់ថារយៈពេលវាថាក្រោយពីគេចេញដីកាបង្ករឿងអចាត់ការយើងស្អាយើងប្តឹងក្នុងរយៈពេល2ខែរាប់ថ្ងៃយើងទទួលដីកាហ្នឹងអញ្ចឹងផុត2ខែហ្នឹងយើងអត់បានប្តឹងបានន័យថាចាប់ទុកថាយើងហ្នឹងបោះបង់រឿងក្តីហ្នឹងហើយយើងស្ម័គ្រយើងឯកភាពនឹងការបង្កហ្នឹងហើយអញ្ចឹងយើងត្រូវរាប់ពីថ្ងៃដែលយើងទទួលហ្នឹង2ខែអញ្ចឹងយើងត្រូវទៅប្តឹងអញ្ចឹងយើងធ្វើម៉េចពេលយើងទៅប្តឹងត្រូវមានឯកសារមួយជាភស្តុតាងមកវិញដែរដើម្បីជៀសវាងកុំឲ្យថាយើងដាក់ចោលបវរគេមិនបានវាយត្រាចូលបាត់របស់យើងទៅយើងផុត2ខែយើងមិនអាសាបងអញ្ចឹងសំខាន់ដែរប្រកាន់ដៃបាទសំខាន់ដែរប្រកាន់ដៃក៏សំខាន់ជាងមកខ្ញុំតែងតែដាស់តឿនអ្នកដែលទៅប្តឹងអូតូប្តឹងអីតែងតែថាទៀមទាមួយគេឲ្យច្បាប់គេឲ្យមកវិញកលាមជីគេឲ្យមកយើងបើអញ្ចឹងយើងមកភ្លេចទៀមទាអីគាត់ក៏រវល់គាត់ភ្លេចឲ្យយើងអីអញ្ចឹងណាយើងមានសិទ្ធិទាហើយតើតើបញ្ហាសហួយចំណាយក៏អញ្ចឹងក្នុងរឿងព្រំប្រទានកន្លងមកនេះច្បាប់យើងរដ្ឋយើងបានជួយដល់យើងគឺមិនបាច់បង់សហួយទាំងអស់ក្នុងរឿងព្រំប្រទានគឺយើងមិនបាច់បង់លុយបង់ចំណាយសហួយបកអីអត់មានទេសូមជម្រាបជូនអញ្ចឹងធ្លាប់ឮដោយផ្ទាល់តិចនៅពេលដែលប្រជាពលរដ្ឋលោកមិនដឹងពីនីតិវិធីផ្នែកច្បាប់នោះគាត់មានការក្រេតអាខ្ញុំនៅតែចង់ដឹងថាតើលោកមេធាវីគួរតែឆ្លើយតបទៅប្រជាពលរដ្ឋយ៉ាងដូចម្ដេចនៅត្រង់ថានៅពេលដែលរឿងក្តីក្តាំងលោកមិនបានទទួលយុត្តិធម៌ហើយលោកប្រជាពលរដ្ឋនឹងចង់ប្តឹងទៅបន្តទៀតដើម្បីស្វែងរកយុត្តិធម៌ឲ្យវាទៅតាមការដែលគាត់បានគិតណាក៏ប៉ុន្តែគាត់មានការខ្លាចរអាមួយវិញថាក្រែងតែរឿងក្តីហ្នឹងទីបំផុតទៅនៅតែគាត់មិនបានឈ្នះដដែលហើយនឹងអាចភាគីមួយទៀតនឹងអាចប្តឹងមកគាត់វិញហើយអញ្ចឹងធ្វើឲ្យគាត់មានក្តីបារម្ភតាក់ទងនឹងការជាប់ទោសទណ្ឌអីណាផ្សេងទៀតអញ្ចឹងថាតើលោកគួរតែមានការឆ្លើយតបយ៉ាងម៉េចបាទសូមអរគុណចំពោះសំណួរហ្នឹងហើយខ្ញុំគិតថាសំណួរនេះជាសំណួរមួយដែលតាមពិតការបារម្ភរបស់ប្រជាពលរដ្ឋតាក់ទងបញ្ហាថាមុននឹងខ្លួនដាក់ពាក្យប្តឹងមួយទៅហ្នឹងរហូតដល់ខ្លួនទទួលបាននៃការសម្រេចការចាត់ការមួយដែលមិនពេញចិត្តហើយចង់ប្តឹងទៅតុលាការថ្នាក់កណ្ដាលដែលយើងហៅសាលាតូហ្នឹងណាគឺខ្ញុំសូមឆ្លើយដោយខ្លីថាគឺតាមដែលជាទស្សនៈរបស់ខ្ញុំតាមចម្លើយដែលខ្ញុំគួរឆ្លើយជំរាបជូននោះថាគឺយើងម្នាក់មុននឹងដាក់ពាក្យប្តឹងអ្នកណាម្នាក់ពីបទព្រំប្រទានយើងសម័យហៅបទព្រំប្រទានបានប្តឹងទៅតុលាប្តឹងទៅអัยការហៅបទព្រំប្រទានរឿងព្រំប្រទានហ្នឹងណាសំណួរព្រំប្រទានហ្នឹងគឺយើងគួរគិតឲ្យច្បាស់
យើងមិនចេះតែនឹកឃើញថាចង់ប្តឹងគេប្តឹងទេអញ្ចឹងកាលណាយើងចង់ប្តឹងពីគេទីមួយយើងត្រូវគិតខ្លួនយើងដែរថាតើរឿងហ្នឹងយើងមានភ័ស្តុតាងដែរឬទេយើងមានសម្មាញ់យើងហៅថាយើងមានសំអាងហេតុអីគ្រប់គ្រាន់ក្នុងការប្តឹងគេទេអញ្ចឹងបើយើងគិតថាគាត់បីប្តឹងហើយរឿងហ្នឹងគាត់បីទៅតែធ្វើហើយអានោះយើងគួរតែធ្វើហើយដល់ពេលដែលយើងធ្វើហ្នឹងដែលខ្ញុំនិយាយមិញថាដល់ពេលដែលគេធ្វើយើងប្តឹងទៅហើយពេលដែលតុលាការគាត់អាចថាបានអัยការដំបូងដែលទូប្តឹងយើងចាត់ការមិនបានពេញចិត្តយើងមិនសិតប្តឹងទៅអត់តអញ្ចឹងយើងត្រូវមានជំនឿចិត្តយើងត្រូវផឹងប្រែងកន្លងមកយើងក៏យើងបង្កើតឲ្យមានដូចខ្ញុំតែនិយាយថាដោយសារថាយើងខ្លួនឯងខ្លាចថាយើងនៅមានលក្ខណៈស្ទើរផ្នែកច្បាប់មិនយល់ផ្នែកច្បាប់យើងមិនអាចចេះរកផុសតាងអីហ្នឹងអញ្ចឹងមិនថាយើងពេលដែលយើងមានការលំបាកយើងត្រូវរកមេធាវីហូនគេចេះច្បាប់ដើម្បីពិគ្រោះដើម្បីជួយក្នុងការស្វាស្វែងធ្វើម៉េចបំពេញដើម្បីបំពេញតាមបំណងរបស់យើងប្តឹងហ្នឹងចាបានន័យថាគេរីគេអាចជួយយើងបានចាបាទលោកមេធាវីសូមអរគុណពេលវេលារបស់យើងបានមកដល់ទីបញ្ចប់ហើយសម្រាប់សប្តាហ៍នេះហើយនេះខ្ញុំនឹងមានសំណួរជាច្រើននឹងសួរលោកវីរីនៅសម្រាប់សប្តាហ៍ក្រោយហើយលោកនាងកញ្ញាកុំតាន់អាខកខាននឹងពេលវេលារបស់យើងនេះដោយសារតែយើងមាននៅពេលវេលាជាច្រើនទៀតដែលនឹងឆ្លើយតបលោកនាងតកតងទៅនឹងប្រធានបទនេះថាតើយើងអាចប្តឹងឧទ្ធរណ៍នៅពេលណាហើយអ្នកដែលបានប្តឹងទៅឧទ្ធរណ៍ហើយត្រូវរៀបចំលក្ខណៈយ៉ាងដូចម្តេចដើម្បីឲ្យមានជំនឿចិត្តថារឿងដែលខ្លួន